ប្រព័ន្ធការពារដែនអាកាសអ៊ីរ៉ង់មិនធម្មតាកុំតិចយន្តហោះចម្បាំងអាមេរិកតម្លៃរាប់ម៉ឺនដុល្លារតិចម៉ត់កុំចូលជាមួយអ៊ីរ៉ង់ប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់មិនធម្មតាកុំតិចយន្តហោះចម្បាំងអាមេរិកតម្លៃរាប់ម៉ឺនដុល្លារតិចម៉ត់គណៈលោកដូណាល់ត្រាំក៏កាច់ណាស់ដែរដោយសារសម្រេចដុតកំទេចចោលយន្តហោះ3គ្រឿងដើម្បីការពារមិនឲ្យបច្ចេកវិទ្យាអាមេរិកធ្លាក់ក្នុងដៃអ៊ីរ៉ង់ភ្លើងសង្គ្រាមកាន់តែក្តៅអ៊ីរ៉ង់ថាខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំងអាមេរិក2គ្រឿងមួយគ្រឿងជាយន្តហោះចម្បាំង S-15E Strike Eagle ត្រូវបានបាញ់ទម្លាក់នៅខេត្ត Khojiloye និង Boyer Ahmad ភាគខាងត្បូងអ៊ីរ៉ង់ហើយអ្នកបើកបរម្នាក់ត្រូវសង្គ្រោះនិងជោគវាសនាម្នាក់ទៀតមិនទាន់ដឹងចំណែកមួយគ្រឿងទៀតគឺយន្តហោះ A-10 Vauxhall បានធ្លាក់ចូលសមុទ្រប៉ែខណៈអ្នកបើកបរត្រូវបានជួយសង្គ្រោះបន្ទាប់ពីលោតចូលសមុទ្ររីឯឧទ្ធម្ភាគចក្ររបស់អាមេរិកដែលត្រូវបានជួយសង្គ្រោះមួយគ្រឿងក៏ត្រូវបានបាញ់ទម្លាក់ផងដែរចំណែកឯអ្នកនាំពាក្យរបស់មេបញ្ជាការប្រតិបត្តិការកណ្ដាលរបស់យោធាអ៊ីរ៉ង់បាននិយាយថាយន្តហោះចម្បាំងអាមេរិកមួយគ្រឿងនៅក្នុងដែនអាកាសអ៊ីរ៉ង់កណ្ដាលត្រូវបានវាយប្រហារនិងបំផ្លាញទាំងស្រុងដោយប្រព័ន្ធការពារដែនអាកាសទំនើបរបស់កម្លាំងអវកាស IRGC យោធាអ៊ីរ៉ង់បានបង្ហាញថាខ្លួននៅតែមានសមត្ថភាពវាយប្រហារក្រោយបានបាញ់ទម្លាក់យន្តហោះចម្បាំងនិងដ្រូនអាមេរិកក្នុងពេលថ្មីៗនេះគួរបញ្ជាក់ផងដែរថាយន្តហោះចម្បាំង Model F-15E Strike Eagle Fighter បានបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃទី1ខែធ្នូឆ្នាំ1986ការផ្សាយរបស់ The New York Times បានឲ្យដឹងថាគិតមកដល់បច្ចុប្បន្ន model នេះមានតម្លៃជិត100លានដុល្លារបើប្រៀបធៀបទៅនឹង model មុនយន្តហោះ A-15E ត្រូវបានដំឡើងដោយមានមុខងារចំនួន2ដើម្បីអនុវត្តប្រតិបត្តិការប្រយុទ្ធជាច្រើនប្រភេទពលវាអាចធ្វើបេសកកម្មប្រយុទ្ធពីលើអាកាសនិងវាយប្រហារពីអាកាសទៅដីទាំងយប់ទាំងថ្ងៃទោះក្នុងលក្ខខណ្ឌអាកាសធាតុបែបណាក៏ដោយដែលសមទៅនឹងឈ្មោះឥន្ទ្រីវាយប្រហារឬ Strike Eagle សមត្ថភាពរបស់យន្តហោះនេះក្នុងការហោះហើរចម្ងាយឆ្ងាយនិងផ្ទុកគ្រាប់រំសេវមួយចំនួនធំបានធ្វើឲ្យវាដើរតួនាទីសំខាន់សម្រាប់សង្គ្រាមផ្លូវអាកាសរបស់អាមេរិកលើប្រទេសអ៊ីរ៉ង់យន្តហោះចម្បាំងនេះមានផ្ទុកសមាជិក2នាក់និងអ្នកបើកយន្តហោះនិងអ្នកជំនាញបាញ់អាវុធវាមានទំហំតូចជាងលឿនជាងនិងរហ័សរហួនជាងដែលធ្វើឲ្យវាក្លាយជាគោលដៅដ៏លំបាកសម្រាប់ការស្ទាក់ចាប់ប៉ុន្តែ S-15E Strike Eagle មិនមែនជាយន្តហោះចម្បាំងបំបាំងកាយដូចយន្តហោះចំនួនថ្មីៗនោះទេវាអាចឡើងដល់ល្បឿនជិត 2000 ម៉ាយក្នុង1ម៉ោងនិងផ្ទុកទម្ងន់លើសពី 20,000 ផោនយន្តហោះចម្បាំង Strike Eagle ត្រូវបានប្រើប្រាស់ក្នុងបេសកកម្មរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ ស៊ីរី និងលីប៊ីក្នុងចំណោមបន្លែងផ្សេងៗទៀតយោងតាមឯកសារយោធាទូនីតិចម្បងរបស់យន្តហោះចម្បាំង S-15E គឺបេសកកម្មរារាំងផ្លូវអាកាសដើម្បីបំផ្លាញបន្សាបឬបញ្ជាពេលកងកម្លាំងជើងគោកឬកងទ័ពជើងទឹករបស់សត្រូវមុនពេលពួកគេអាចត្រូវបាននាំយកមកប្រឆាំងនឹងកងកម្លាំងមិត្តគួរបញ្ជាក់ផងដែរថាយោធាអាមេរិកបានប្រកាសពីការខាត់បងយន្តហោះជាច្រើនគ្រឿងក្នុងអំឡុងពេលប្រតិបត្តិការរបស់អ៊ីរ៉ង់រួមទាំងយន្តហោះដឹកប្រេងមួយគ្រឿងដែលបានធ្លាក់នៅក្នុងអ៊ីរ៉ាក់និងយន្តហោះចម្បាំង S-15E ចំនួន3គ្រឿងដែលត្រូវបានបាញ់ទម្លាក់ដោយការបាញ់ច្រឡំរបស់គុយវ៉ែតសរុបមកការខូចខាតយន្តហោះចម្បាំង3គ្រឿងអាចមានប្រមាណ270ទៅ300លានដុល្លារឬច្រើនជាងនេះដូណាល់ត្រាំក៏បានបញ្ជាឲ្យបកប្រតិបត្តិការពិសេសអាមេរិកជួយសង្គ្រោះអ្នកបើកបរយន្តហោះចម្បាំង F-15 ទី2ដែលរស់រានមានជីវិតបន្ទាប់ពីការបាញ់ប្រហារយ៉ាងឃោរឃៅជាមួយអ៊ីរ៉ង់ក្នុងនោះអាមេរិកក៏បានសម្រេចដុតចោលយន្តហោះទាំង3គ្រឿងដើម្បីសង្គ្រោះជីវិតអ្នកបើកបរយន្តហោះអាមេរិកដែលនេះសបញ្ជាក់ថាជីវិតយោធាអាមេរិកមានតម្លៃណាស់និងសំខាន់បំផុតអាមេរិកមិនអោយបច្ចេកវិទ្យារបស់ខ្លួនធ្លាក់ក្នុងកណ្ដាប់ដៃអ៊ីរ៉ង់ប្រសិនបើអ៊ីរ៉ង់អាចប្រមូលសាកសពយន្តហោះទាំងនោះទោះបីជាអាមេរិកសម្រេចកំទេចចោលតែម្ដងនាងខ្ញុំធីតាពីកម្មវិធី60